ជំរាបសួរខ្ញុំធ្វើព័ត៌មានមួយទៀតដែលព័ត៌មាននេះគឺអាមេរិកបាទផ្ដល់លុយ100លានដុល្លារដល់ថៃពង្រឹងសមត្ថភាពយោធាថៃតាមជាយដែនជាងព័ត៌មានមួយនេះបាទធ្វើឲ្យមានការចាប់អារម្មណ៍មកពីសំណាក់បាទបងប្អូនក៏ដូចជាមតិជាច្រើនបាទដែលគាត់លើកឡើងថាថៃជាអ្នកឈ្លានពានមកលើប្រទេសកម្ពុជាថៃជាអ្នកបើកការវាយប្រហារដោយខុសច្បាប់មកលើកម្ពុជាបាទមូលហេតុអីដែលខ្ញុំថាថៃជាអ្នកបើកការវាយដោយខុសច្បាប់មកលើកម្ពុជាដោយសារថៃបាទមិនគោរពច្បាប់ដែលមានហើយបាទដូចជាអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2000 MOU 2000ដែលទទួលស្គាល់ពីអាណាព្យាបាលបារាំងច្បាប់ដែលទទួលស្គាល់អនុចិនសៀមបារាំងសៀមឆ្នាំ1904ដែលផ្អែកបាទទៅលើຂະຫນាតផែនទី1លើ200,000គឺថៃមិនបានគោរពរហូតដល់មានច្បាប់បទជប់បាញ់បន្ទាន់ឥតលក្ខខណ្ឌដែលមានសាកសីដឹងឮបាទដែលនៅប្រទេសម៉ាឡេស៊ីបាទយើងឃើញជាក់ស្ដែងហើយនឹងមានច្បាប់ធំទៅទៀតនោះគឺកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាហើយនឹងថៃដែលមានការចូលរួមបាទដឹងឮពីប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបាទគឺច្បាប់មានទាំងអស់តែថៃមិនបានគោរពបាទថៃបែរជាបើកការឈ្លានពានតាមរយៈយន្តហោះចម្បាំង F16 របស់អាមេរិកកាំងតាមរយៈបាទយន្តហោះចម្បាំង T50 Hati របស់កូរ៉េខាងត្បូងក៏ដូចជាបាទយន្តហោះចម្បាំង Gripen របស់ស៊ុយអែតហើយនឹងថៃបានប្រើសភាវុធធុនធ្ងន់ធុនធំដូចជាគ្រាប់បែកចង្កោមជាដើមផ្សែងពុលទាំងអស់នេះហើយដែលធ្វើឲ្យបណ្ដាប្រទេសមួយចំនួនក៏ដូចជាមហាជនមួយចំនួនបាទគេមានការឆ្ងល់មូលហេតុអីបានសហរដ្ឋអាមេរិកបាទផ្ដល់លុយ100លានដុល្លារដល់ថៃបាទពង្រឹងសមត្ថភាពយោធាថៃតាមជាយដែនចំណុចនេះចឹងវាធ្វើដូចជាបង្ហាញឲ្យឃើញថាសហរដ្ឋអាមេរិកកំពុងតែគ្រប់គ្រងថៃសហរដ្ឋអាមេរិកកំពុងតែគ្រប់គ្រងយោធាថៃដើម្បីពង្រឹងសមត្ថភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជាជាពិសេសវាមានរបួសស្នាមដំបៅរួចទៅហើយដែលថៃបើកការឈ្លានពានយ៉ាងកម្រថៃបើកការឈ្លានពានដោយខុសច្បាប់មកយកដីរបស់ប្រទេសកម្ពុជាទាំងអស់នេះដែលបណ្ដាប្រទេសមួយចំនួនក៏ដូចជាមហាជនមួយចំនួនគេមានការងឿងឆ្ងល់មូលហេតុអីបានសហរដ្ឋអាមេរិកបាទផ្ដល់លុយរហូតដល់100លានដុល្លារដល់កងទ័ពថៃដើម្បីពង្រឹងសមត្ថភាពនៅតាមព្រំដែនយើងដឹងថាថៃបើកការឈ្លានពានកម្ពុជាដោយខុសច្បាប់ថៃមិនបានគោរពច្បាប់អ្វីទាំងអស់កម្ពុជាព្យាយាមអន្តរាគមន៍កម្ពុជាព្យាយាមរក្សាការទូតកម្ពុជាព្យាយាមរក្សាផ្លូវច្បាប់ដើម្បីឲ្យថៃឈប់បាញ់ដើម្បីឲ្យថៃដកទ័ពចេញដើម្បីឲ្យថៃបាទឈប់ឈ្លានពានមកលើកម្ពុជាអញ្ចឹងបានមតិមួយចំនួនគេថាសញ្ញោឆ្វេងវាយស្ដាំបាទបត់ស្ដាំរងភាពអយុត្តិធម៌ដល់ប្រទេសកម្ពុជាបាទធ្វើឲ្យវារងសម្ពាធដែលគិតថាច្បាប់អន្តរជាតិគឺវាគ្មានន័យបាទច្បាប់អន្តរជាតិគឺវាគ្មានប្រយោជន៍ដល់ដែលប្រទេសទុនខ្សោយក៏ដូចជាប្រទេសតូចឃើញថាមានតែសភាវុធមានតែកម្លាំងយោធាទើបអាចយកឈ្នះបាទប្រទេសមួយបានកម្ពុជាជាអ្នករងគ្រោះបាទកម្ពុជាជាអ្នកប្រទេសទុនខ្សោយបាទបែរជាសហរដ្ឋអាមេរិកបាទលោកបានផ្ដល់លុយ100លានដុល្លារទៅឲ្យយោធាថៃប្រទេសថៃដើម្បីពង្រឹងបាទផ្នែកយោធាតាមជាយដែនបាទជាងបង្ហាញឲ្យឃើញថាសហរដ្ឋអាមេរិកបាទមិនបានផ្ដល់ភាពយុត្តិធម៌មកឲ្យកម្ពុជាទេហើយវាបង្ហាញឲ្យឃើញថាច្បាប់ដែលមាននៅលើពិភពលោកក៏វាគ្មានន័យវាគ្មានប្រយោជន៍បាទដូចអី ICJ បាទ ICC ក៏ដូចជាក្រមប្រឹក្សាធម្មនុញ្ញពិភពលោកបាទអង្គការសហជីវជាតិបាទក៏ដូចជាបាទច្បាប់ជាច្រើននៅលើពិភពលោកវាមើលឲ្យឃើញថាវាគ្មានន័យវាគ្មានប្រយោជន៍សម្រាប់ប្រទេសដែលទុនខ្សោយសម្រាប់ប្រទេសដែលតូចតាច